mơ một tịnh ở đâu mà mẹ ấy bạt ai mẹ nhầm bạt mấy ban à lỡ su sân mấy ban ở đâu mà mẹ nhầm khơi mai hot mẹ hot bạt hay che cạp tiệt dù ấy hả dù này mấy cạp cái chữ cái cho cái chữ cái một bơi với nhắm mẹ phải trâu đáy nè hay lang bay hay mau cắt ở lang bay không bên này nè chở bên này khỏi tiếng bên hồi tiệt đồn cốc à bạt bọc thai à bọc thai bé bé tao coi bọc lúa cái đêm bọc thai cái đêm chẳng bé tàu ta thông thông cũng bé chẳng bạt anh ấy mà phải mà pon riêng đấy cồn kẹt vô tê tôi chẳng kẹt vô tê xô mai cái thà đông chẳng kẹt vô tê cái tụi con cái phật chẳng còn đạp lẹ ở đó nè hay em em chẳng chu quanh gì đấy nè bạt ai lại nhâm mày mạ mừ nhâm hay đây vậy ai rồi chẳng nhâm mùi mừ anh nhâm mày xua tinh mờ chịu tinh mờ còn phải មានទៅមានមកអញ្ចឹងទៅគ្រាន់សប្បាយចិត្តខ្លះមកពីរៀនទៅខ្ជិលមកញ៉ាំបាយផ្ទះចូលញ៉ាំបាយអីអ្នកលក់នៅផ្លូវបែកហ្នឹងមួយចានតែ 4000 រៀលទេច្រើនណាស់បងប្អូនអើយហើយកូនបើរបស់ខ្ញុំមកឃើញអញ្ចឹងឯងប៉ុន្តែញ៉ាំបាយច្រើនខ្លាំងណាស់បាយមួយចានអត់គ្រប់ទេតោះតាខ្ញុំរំលែកបាយខ្ញុំហ្នឹងឲ្យគាត់ពាក់កណ្ដាលអីចឹងណាហើយគាត់ថាប៉ុណ្ណឹងហើយមិនឆ្អែតទៀតញ៉ាំច្រើនម្លេះកូនឯកូនតូចញ៉ែផ្សោះហ្នឹងឯងហើយមុននឹងញ៉ាំបាយគឺខ្ញុំត្រឡប់គឺញ៉ាំទឹកក្តៅញ៉ាំទឹកតែអញ្ចឹងណាបងប្អូនអត់តន់ញ៉ាំទឹកគឺញ៉ាំអីអត់កើតទេហើយទឹកហ្នឹងគឺទឹកក្តៅទៀតចាទឹកតែគាត់គឺថាឈ្ងុយហ្មងហើយក្តៅត្រជាក់ឡំក្តៅត្រជាក់ឡំអីបងប្អូននេះចឹងនិយាយថាក្តៅអ៊ុនអញ្ចឹងណាថ្ងៃនេះនិយាយទៅមាត់ក្បត់ចិត្តរហូតហ្មងហើយបាយអីគាត់បានលើកយកមកហើយគឺថាច្រើនខ្លាំងហើយគាត់ថាសម្រាប់អ្នកចំការគឺគាត់ដាក់ច្រើនឲ្យញ៉ាំព្រោះអ្នកចំការធ្វើការច្រើនហើយញ៉ាំច្រើនអញ្ចឹងណាបើសិនជាអ្នកផ្សារគេញ៉ាំតែពី3លព្រីអីហ្នឹងគឺគេឈប់ហើយអ្នកផ្សារឬក៏អ្នកធ្វើការអីចឹងណាហើយគាត់ដឹងថាពួកខ្ញុំមកពីចំការដល់ពេលអញ្ចឹងគាត់ដាក់ឲ្យច្រើនឲ្យមួយចាន 4000 แล้วក៏ពងបងប្អូនអើយមើលឃើញជាក់ស្ដែងទៅហើយទឹកស៊ុបនេះក៏ជាតិទៀតមានប្រហិតនៅក្នុងហ្នឹងហើយជ្រក់ក៏ឆ្ងាញ់ចាទឹកម្ទេសក៏ឆ្ងាញ់រសជាតិកន្លែងគាត់គឺទទួលយកបានហើយធូរថ្លៃទៀតចាមួយចានតែ 4000 រៀលទេហើយកូនប្រុសរបស់ខ្ញុំនេះទ្រលាប់អាក្រក់មួយយ៉ាងគឺថាញ៉ាំបើមិនបានក្លែមជាមួយនឹងទូរស័ព្ទមើលរឿងទេគឺញ៉ាំមិនចូលចិត្តតែចរិតបែបអភិជនហើយដល់ពេលខ្ញុំទៅថតហ្នឹងគេខឹងខ្ញុំថាខ្ញុំនឹងហៅគេតែអាក្តាមអត់ចេះខ្មាស់គេទេអត់ទុកមុខមាត់ឲ្យគេទេហើយខ្ញុំបានយកដៃងឯក្បាលកូនខ្ញុំថាម៉ាក់ហៅអាក្តាមគឺព្រោះតែកូនក្តាមគឺជាក្តាមដែលម៉ាក់ស្រឡាញ់បំផុតហើយការនៅក្មេងចរិតគេហ្នឹងគឺវាដូចក្តាមអញ្ចឹងបងប្អូនកម្រដើរគេយកកែងដៃគេនឹងវាគេចង់តាណាមកណាគឺពីព្រិញកាឡាដូចជាព្រិញកាឡាអីគឺគេអត់មានកាន់ទេគេពំនឹងមាត់ហើយដៃគេហ្នឹងគឺប្រើកែងដៃហ្នឹងដូចយើងហែលទឹកអញ្ចឹងខ្វាមយកអញ្ចឹងណាបងប្អូនហើយអញ្ចឹងក៏ខ្ញុំត្រឡប់ហៅកូនក្តាមមកទល់សពថ្ងៃហ្នឹងទៅ